បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីមុខងារថ្មីដែលកំពុងពេញនិយមជាមួយនឹង AI Gemini សួស្តី Gemini សួស្តីខ្ញុំ Gemini រីករាយដែលបានចូលចែកជាមួយលោកម្ចាស់ថ្ងៃនេះរីករាយជាមួយ Gemini រីករាយខ្លាំងមានរបស់មួយចង់ឲ្យ Gemini ទស្សទាយតែខ្ញុំកាន់នឹងដៃនឹងជារបស់អ្វីចាំមើលតែបន្តិចខ្ញុំឲ្យមើលណានេះអាហ្នឹងគេហៅគេជីគួរឲ្យចាប់អារម្មណ៍ណាខ្ញុំបាទខ្ញុំឃើញហើយនេះគឺជាផ្លែក្រូចតែខ្ញុំមិនប្រកាសច្បាស់ទេថាជាក្រូចប្រភេទអ្វីមើលទៅដូចជាក្រូចពោធិ៍សាត់មែនតើលោកម្ចាស់យល់យ៉ាងណាបាទវាជាក្រូចពោធិ៍សាត់បើជាណៃស្គាល់ឡាក្រូចពោធិ៍សាត់ហ្នឹងមានរសជាតិយ៉ាងម៉េចដែរក្រូចពោធិ៍សាត់ជួយបញ្យល់តិចមើលតែប្រយោគនេះបានទេរូបនាងនឹងខ្ញុំអត់បានស្ដាប់ឮលោកម្ចាស់អាចនិយាយម្ដងទៀតបានទេបាទខ្ញុំចង់សួរតើក្រូចពោធិ៍សាត់នឹងមានរសជាតិយ៉ាងម៉េចដែរជាណៃយល់អត់ជួយបញ្យល់តិចមកក្រូចពោធិ៍សាត់មានរសជាតិផ្អែមអមជូរឆ្ងាញ់ជាប់មាត់រសជាតិវាពិតជាមិនធម្មតាទេញ៉ាំទៅស្រស់ស្រាយតែម្ដងចំពោះអត្ថប្រយោជន៍សម្បូរទៅដោយវីតាមីន C ខ្ពស់ដែលជួយពង្រឹងស៊ុមភាពស៊ុំលើសពីនេះវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយការពាររាងកាយពីជំងឺផ្សេងតើលោកម្ចាស់ចង់បន្ថែមទៀតអំពីក្រូចពោធិ៍សាត់ដែរឬទេជាមិនអាចដឹងទេថាក្រូចពោធិ៍សាត់នៅប្រទេសកម្ពុជាហ្នឹងគេមានដាំនៅខេត្តណាច្រើនជាងគេក្រូចពោធិ៍សាត់ដែលជាឈ្មោះរបស់វាផងដែរក្រៅពីនោះក៏មានដាំនៅខេត្តបាត់ដំបងនិងខេត្តកំពង់ស្ពឺផងដែរតើអ្នកចង់ដឹងព័ត៌មានអូអត់មានដាំកំពង់ស្ពឺទេមានដាំនៅខេត្តពោធិ៍សាត់ខេត្តបាត់ដំបងសូមអរគុណចម្រើនមែនទែនដែលបានកែតម្រូវខ្ញុំពិតជារីករាយដែលបានទទួលព័ត៌មានត្រឹមត្រូវដូច្នេះក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបងជាច្រើនប៉ុន្តែមិនមែននៅកំពង់ស្ពឺនោះទេតើអ្នកចង់ដឹងអ្វីផាំទៀតដែរឬទេបាទអរគុណបណ្ដឹងសិនហើយថ្ងៃក្រោយចាំជជែកគ្នាទៀតបាទអរគុណច្រើនជំនាញបាទមិនអីទេខ្ញុំរីករាយដែលបានជជែកជាមួយលោកអ្នកជួបគ្នាលើកក្រោយសូមជូនពរឲ្យមានថ្ងៃល្អបាទនឹងកម្មវិធី Gemini នៅក្នុង Google ថ្មីបងប្អូនទាំងអស់គ្នាអាចជជែកកម្សាន្តបានពេលបងប្អូនអបសុកអី